បរិសម្នាក់បានឆាតលាបងស្រីរួចជិះម៉ូតូទៅលូតទឹកសម្រាប់ខ្លួនពីលើស្ពានជ្រោយចង្វាដែលបន្សល់ទុកម៉ូតូស្បែកជើងទូរស័ព្ទដៃនិងកាបូបហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង22:50នាទីនៅចំណុចលើស្ពានជ្រោយចង្វាកម្ពុជាជប៉ុនស្ថិតនៅភូមិ16សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញបុរសដែលគិតខ្លីនោះត្រូវបានក្រុមគ្រួសារបានឲ្យដឹងថាមានឈ្មោះថានាងណារ៉ាអាយុ20ឆ្នាំជាកម្មកររោងចក្របើតាមព័ត៌មានបានឲ្យដឹងថានៅវេលាយប់កើតហេតុប្រជាពលរដ្ឋដែលធ្វើដំណើរនៅលើស្ពានជ្រោយចង្វាក៏ប្រទះឃើញម៉ូតូមួយគ្រឿងនិងសម្ភារៈកាបូបទូរស័ព្ទដៃចំនួន2គ្រឿងនិងស្បែកជើងរួចក៏បានរាយការណ៍ទៅសមត្ថកិច្ចបង្កឲ្យមានការភ្ញាក់ផ្អើលតែម្ដងបន្ទាប់ពីមានការភ្ញាក់ផ្អើលគេឃើញបងស្រីនិងបងប្រុសបរិសរូបនោះក៏ធ្វើដំណើរទៅលើស្ពានជ្រោយចង្វាផងដែរបើតាមបងស្រីបានរៀបរាប់ឲ្យដឹងទៀតថានៅមុនពេលដែលប្អូនប្រុសបានធ្វើដំណើរមកលូតទឹកសម្រាប់ខ្លួនពីលើស្ពានជ្រោយចង្វាដោយបានឆាតប្រាប់ថាប្អូនពិបាកចិត្តណាស់លាហើយចែចាំយកសពប្អូនផងបើទោះបីជាយ៉ាងណាក្រុមការងារសារព័ត៌មាននិងប្រតិកម្មរហ័សនៃស្នងការនគរបាលរាជធានីភ្នំពេញបានបង្ហោះនៅរសៀលថ្ងៃទី2ខែឧសភាឆ្នាំ2025នេះថាបរិសុទ្ធដែលគិតខ្លីមិនស្គាល់អត្តសញ្ញាណនោះឡើយតាមក្រុមការងារសារព័ត៌មាននិងប្រតិកម្មរហ័សបានឲ្យដឹងទៀតថានៅយប់ថ្ងៃទី1ខែឧសភាឆ្នាំ2025វេលាម៉ោង22:50នាទីមានបរិសម្នាក់មិនស្គាល់អត្តសញ្ញាណបានធ្វើអត្តឃាតដោយលូតទឹកសម្លាប់ខ្លួនឯងនៅលើចំណុចស្ពានជ្រោយចង្វាកម្ពុជាជប៉ុនស្ថិតនៅភូមិ16សង្កាត់ស្រះចកខណ្ឌដូនពេញរាជធានីភ្នំពេញដោយបន្សល់ទុកម៉ូតូមួយគ្រឿងម៉ាក C125 ពណ៌ខ្មៅពាក់ស្លាកលេខកម្ពុជា 1A 8573ស្បែកជើងមួយគូនិងទូរស័ព្ទដៃចំនួន2គ្រឿងបច្ចុប្បន្នសម្ភារៈខាងលើសមត្ថកិច្ចបានយកមករក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្រះចកសមត្ថកិច្ចកំពុងតែស្វែងរកអត្តសញ្ញាណជនរងគ្រោះសមត្ថកិច្ចក៏បានអំពាវនាវផងដែរដល់ប្រជាពលរដ្ឋប្រសិនបើមានសមាជិកគ្រួសារណាស្គាល់ម៉ូតូខាងលើសូមទំនាក់ទំនងមកប៉ុស្តិ៍នគរបាលស្រះចករាជធានីភ្នំពេញដើម្បីយកម៉ូតូត្រឡប់ទៅវិញ